បាទគោរពនឹងជំរាបសួរពុកម៉ែបងប្អូនបាទព្រឹកព្រលឹមស្រាងឡើងគឺថាក្រុមការងាររៀបចំដឹកគូដាក់តាមកន្លែងហ្នឹងណាបាទល្មមនេះដឹកមេគុណមកឈុតទៅក៏យន្តដឹកមេ5ម៉ាន់នោះមួយទៅបងប្អូនណាបាទមកហើយនេះដឹកចូលមកបាន2ទៅបាទចេញចូលតក់តែមិនដាច់បងប្អូនណាបាទនេះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនត្រូវការមានគោមានអីលក់កុំភ្លេចតាក់ទងមហេធុបានបងប្អូនណាបាទនេះអ្នកបាត់ដំបងហើយនិងអ្នកបន្ទាយមានជ័យបងប្អូនណាបាទត្រូវការមានច្រើនមានតិចអីតាក់ទងតាមហ្នឹងមកបាទហេធុទទួលទិញមួយខែ30ថ្ងៃឲ្យថាហាវដឹងទៅមើលជូនណាបាទនេះតិចក្តីច្រើនក្តីបាទ2 3 4 5បាទទិញភ្លាមដឹកភ្លាមចាយលុយភ្លាមបងប្អូនណាបាទរាល់ថ្ងៃយ៉ាងឯងបងប្អូនបានឃើញហេធុស្រាប់ហើយបងណាបាទកុំភ្លេចអ្នកដែលមានគោមានអីលក់ចង់លក់គោប្រតិនប្រញាប់អីលុយលឿនអីកុំភ្លេចតាក់ទងហេធុបានបងប្អូនបាទហេធុទិញស្រួលលក់ស្រួលបងណាបាទនេះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនត្រូវការបាទមានគោមានអីលក់តាក់ទងមកសេះឲ្យបងប្អូនក្មេងៗដែលចេះលេង Facebook TikTok YouTube អីឃើញ YouTube ផុសអីខ្លាចពុកម្ដាយចាស់ត្រូវការលក់គួរឲ្យគាត់មិនដឹងតាក់ទងតាមណាបងណាបាទកុំភ្លេចសេវលេខ YouTube ទៅផង088 907 3317 077 85 4991 093 66 23 29បងណាបាទមានទាំង Smartphone មានទាំង Smart មានទាំង Cell Card បងប្អូនណាបាទទីតាំង YouTube ខាងខេត្តបន្ទាយមានជ័យភូមិសឿកុំសឿស្រុកមង្គលបុរីបងណាបាទនេះចឹងនេះគោក្នុងក្រសល់3បាទសល់3ទៅទៀតដឹកស្អែកនេះដឹកឲ្យដឹកមីកំមុំមួយទៀតតោបាទចាញ់រងៃ1 2 1 2បាទបងប្អូនណាក៏គាត់ឃើញតាមការឡើងគាត់ទិញទៅចិញ្ចឹមវិញទៅបងប្អូនណាត្រូវការលក់គាត់តាក់ទងមកលក់ឲ្យទៅអញ្ចឹងបាទកន្លែងហ្នឹងគេហៅថាឈ្មោះកណ្ដាលបាទឈ្មោះកណ្ដាលណាបាទអញ្ចឹងទិញចូលលក់ចេញជាប្រចាំថ្ងៃបងប្អូនបាទអញ្ចឹងបងប្អូនបានឃើញកុំភ្លេចជួយ like ជួយ share តគ្នាកន្លែងលក់ថ្ងៃណាមួយបងប្អូនត្រូវការលក់ត្រូវការទិញពីខ្ញុំអីយើងមានលេខមានត្រាក់ត្រង់នេះសាច់ស្រួលបួលបងប្អូនណាបាទតែយើងមានត្រាក់ត្រង់គ្នាស្រួលហើយបាទច្បាប់ខ្ញុំគឺថាទិញភ្លាមដឹកភ្លាមចាយលុយភ្លាមបងប្អូនណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនត្រូវការតាក់ទងមកបាទហើយនេះមេចាំកូនមេចាំនេះតម្លៃវា1.70 លានណាបាទនេះស្អាតបងណាបាទកូនប្រកាត់5ម៉ាន់នេះ1គីឡូកាប់សាច់មិនដល់ទេបងបាទកាន់គោថាកូនចាំហើយបងប្អូននេះដងមួយផ្លែមួយដើមជិបនឹងកន្លែងក្រោលគោវាទឹកនោមគោអាចគោទៅផ្លែផ្លែថ្នាក់ដល់មកធ្លាចង់ឲ្យយះមេឃបងប្អូនណាបាទនេះចឹងគឺថាអានេះ3ក្បាលឥឡូវដកមួយទៅដល់សល់7ទៅនេះអានេះព្រឹកហ្នឹងតែគេឲ្យមកឆ្លៀតឲ្យមើលគោត្រេះបាទមីអោគោមកឈុតតែគោដូចកាត់រីគ្នាបាទអានេះតំកាត់ក្រោយប្រហែល3ថ្ងៃអានោះកាត់មុន3ថ្ងៃបាទប៉ុន្តែគេលក់តែមកឈុតទេលក់តែមីគោក្នុងមីគោនោះមីគោមីបាទនេះទិញបានមីគោនេះមកឈុតនេះបាទទិញភ្លាមដឹកភ្លាមចាយលុយភ្លាមឲ្យយកវិញឡាយលក់ភ្លាមទៀតបងបាទនេះតាហេធូទិញស្រួលលក់ស្រួលណាស់បងប្អូនបាទអញ្ចឹងឲ្យត្រូវការលក់នេះបានមីគោនេះមីអោគោកូន5ម៉ាន់បាទកូន5ម៉ាន់គាត់ដាក់បា5ម៉ាន់គោគាត់នេះបាទប៉ុន្តែគេលក់តែមីកូននេះមកឈុតទេបងបាទនេះមីកូននេះចឹងមកដល់ផ្ទះភ្លាមក៏យើងឡាយភ្លាមត្រូវមានម្ចាស់ភ្លាមបានទៅខាងមួយនៅខាងអីហើយមង្គលបរិយបាទមួយចាស់គាត់ទិញច្រើនដងហើយបាទនេះដឹកមកបាទដឹកមកដល់ភ្លាមគឺយើងឡាយលក់ភ្លាមត្រូវភ្លាមហ្នឹងហើយបាទហើយមួយខ្ញុំនៅខាងអីប៊ូគាត់ចង់បានដែរប៉ុន្តែសំខាន់ជាមិត្តខាងមួយគូបរិយហើយបាទចឹងធ្វើមិនណាទៀតទៅមុនបាននៅមុនបាទនេះមកនេះដល់ផ្ទះនេះគេបាទដល់ភ្លាមឡាយភ្លាមមានម្ចាស់ភ្លាមណាបាទហេធូទិញស្រួលអញ្ចឹងឯងបាទអញ្ចឹងបងប្អូនកុំភ្លេចមានគោមានលក់តាក់ទងហេធូមកបាទទៅមើលជូន100បាទចាប់ពី3ក្បាលទៅមើលបានហើយបាទឆ្ងាយអីវិញត្រឹមដល់ថាខេត្តបាត់ដំបងនៅច្រៅអីទៅបាទឬប្រទីប្រជែងនៅច្រៅប្រភេទច្រើនខ្ញុំទិញមកជុំវិញស្វាយចេកមកខ្នេះទៅប៉ៃប៉ែតមកខ្នេះទៅបាទប្រង់មកខ្នេះទៅបួភ្នំ7មកខ្នេះទៅបាទថ្មគោលទៅសប៊ូដុនលឹកទៅចែកកថ្ម10ទៅបាទតែមានមកប៉ិតជំវិញឃុំនេះបាទខ្ញុំទិញប៉ិតជំវិញអីចង្អាយប្រទេសខ្ញុំ70 80គីឡូខ្ញុំទៅមើលបានបាទស្វាយចេកថ្មពួកបាទប្រេតព្រះកលាញ់ទៅមើលបានតែបាទមានគោលក់ទៅមកបាទហើយនេះរៀបចំធ្វើកញ្ចុះបាទដើម្បីអង្គុយលេងខ្លះបាទតាមពិតធ្វើទៅមុនអើយរងាយទៀះធ្វើឲ្យมันដែលបាននៅពេលថ្ងៃផងនៅតែពេលយប់ព្រឹកព្រលឹមឡើងពុនខ្ញុំទៅលក់ដូរបាត់ខ្ញុំទិញគោបាត់ហើយនេះឈើនេះមកដើមតែ20000ដល់20000ទេបងប្អូនចង់បានតាក់ទងមកបាទធូរថ្លៃមែនទេបាទបកគោលក្រាក់បាទល្អណាស់ស្ដាក្លឹមបាទសល់ប្រហែលជា50 60ដើមទេមុនចិត្តអស់ហើយប្រហែល100ដើមមុនអស់ហើយសល់ប៉ុណ្ណេះហើយខ្ញុំដកប្រហែលដើមមកធ្វើតែកញ្ចុះធ្វើទុកក្រិនបងប្អូនមកលេងបានភាគច្រើនខ្ញុំនៅផ្ទះចូលឌីកបានតែពេលយប់ទេបាទពេលថ្ងៃអីគឺបិទទ្វារចាក់សោចោលហើយពុនទៅលក់ដូរខ្ញុំទិញគោបាត់នៅទៅតាមក្រគោឥឡូវនៅតែក្រៃក្រគោចាស់ក្រគោថ្មីមិនសាវ៉ាន់យកគោមកដាក់ទេមុនថាមិនចង់ឲ្យពេកបាច់តែឡើយណាគោច្រើនមកយកមកដាក់ក្រគោថ្មីខ្ញុំនេះមកថាគោ4 5 4 10វិញដាក់តែក្រចាស់ទេឥឡូវនេះបាទអរគុណច្រើនវីដេអូមានប៉ុណ្ណឹងបាទ